បាទសួស្តីបងប្អូនអរគ្នាបន្ទាប់ពីបងប្អូនបានរៀនពីការកាត់ប្លង់ចេញពី storyboard ហើយឥឡូវយើងមករៀនពីការ generate video ជាមួយនឹង Below Music យើង generate ម្ដង10 video ជាដំបូងអ្នកគ្នាចូលមកកាន់ Below Music រួចអ្នកគ្នាចុចពាក្យថា Music Video បន្តមកទៀតអ្នកគ្នាត្រូវចុចពាក្យថា New Music Video បាទម្ដងកន្លែងនេះអ្នកគ្នាអាចធ្វើការ upload នៅប្លង់ដែលយើងចង់ធ្វើអញ្ចឹងយើងធ្វើការចុចupload មកអញ្ចឹងយើងកាត់ពី storyboard មកយើង upload កន្លែងនេះចំនួន10ប្លង់មកអញ្ចឹងយើងត្រូវតែដាក់វាតាមលំដាប់លំដោយលេខរៀងបាទកុំ upload ច្រឡូកច្រឡំគ្នាបាទបន្តទៀតអ្នកគ្នាត្រូវសរសេរថា create video using referral image upload and create video using below script video អ្នកទាំងអស់គ្នាបានមកពីណា script video អ្នកគ្នាអាចធ្វើការបង្កើតដោយខ្លួនឯងអញ្ចឹងយើងបង្កើតដោយពឹងផ្អែកទៅលើប្លង់រូបភាពមួយនឹងបាទអញ្ចឹងយើងត្រូវសរសេរវាជាអក្សរខ្មែរមកដើម្បីកុំឲ្យពិបាកក្នុងការរៀបរាប់ឬក៏ពាក្យពេចន៍ភាសាអង់គ្លេសវាពិបាកអញ្ចឹងយើងសរសេរជាខ្មែររៀបរាប់អញ្ចឹងមកបន្ទាប់មកអ្នកគ្នាត្រូវបើកចូលមកកាន់ ChatGPT រួចអ្នកគ្នាធ្វើការផាសនៅ script ទាំងនឹងចូលមកកាន់ ChatGPT បន្តមកទៀតអ្នកគ្នាគ្រាន់តែដាក់ខាងក្រោមនេះថា English អញ្ចឹងយើងធ្វើការ generate មកវានឹងសម្រាយចេញជាភាសាអង់គ្លេសឲ្យយើងហើយបន្ទាប់ពីធ្វើការសម្រាយ script យើងជាភាសាអង់គ្លេសហើយអ្នកគ្នាត្រូវបន្ថែម setting ឲ្យវាដូចជាទម្រង់ព្រៃប្រឈរអីបាទអញ្ចឹងកន្លែងនេះអ្នកគ្នាដាក់ថា add យើងចុច2មក 4K realistic video 8K quality image 16.9 8វិនាទី 1080p no music background sound effect is enable អាហ្នឹងបើយើងចង់ដាក់តា sound effect បាទបន្តទៀតអ្នកគ្នាត្រូវចុះបន្ទាត់មួយដើម្បីធ្វើការកំណត់ frame អ្នកគ្នាចុចពាក្យថា start frame ចុច2យើងដាក់ពាក្យថា image បន្តមកយើងបើកគ្មានកណ្ដុរ2មកយើងដាក់ថា to all edge scene អញ្ចឹងយើងដាក់តែប៉ុណ្្នឹងមកយើងចុច generate មកបើអញ្ចឹងបើសិនបើអ្នកគ្នាមើលអត់ទាន់អីអ្នកគ្នាអាចខាវីដេអូនឹងមើលម្ដងទៀតបាទឥឡូវនេះគឺវាបានបន្ថែមនៅ setting អក្សរដិតនេះនៅខាងចុងព្រមយើងទាំងអស់ហើយបាទបន្ទាប់ពីបានព្រមពេញលេញហើយអ្នកគ្នាធ្វើការ copy ព្រមពី scene មួយទៅអញ្ចឹងយើង copy ទាំងអស់ចេះមករួចអ្នកគ្នាធ្វើការយកទៅផាសនៅកន្លែងដែលយើងត្រូវ generate បាទអញ្ចឹងនៅកន្លែង start frame នេះអ្នកគ្នាត្រូវដាក់លេខឲ្យត្រូវជាមួយ scene របស់យើងអញ្ចឹងកន្លែង start frame image 1អញ្ចឹងដាក់លេខ1មកអញ្ចឹងយើងចុះបន្ទាត់មកចុះបន្ទាត់យើងចុច shift enter អ្នកគ្នាកុំចុចតែ enter តទេបាទចុច shift enter ហើយអ្នកគ្នាធ្វើការ copy នៅព្រមទី2ចូលមកអញ្ចឹងយើងយកមកដាក់បន្តគ្នាមកបាទដាក់ហើយអ្នកគ្នាកែបន្ថែមលេខនៅកតុយ image នេះមកយើងដាក់លេខ2បន្តមកយើងធ្វើបែបនឹងទៀតយើងធ្វើតតែអស់ព្រមមកយើងបាទនៅពេលដែលរៀបចំរួចហើយអ្នកគ្នាចុច generate មកអញ្ចឹងនៅកន្លែងនេះវានឹងធ្វើការ generate ចំនួន10ប្លង់តែម្ដងអូខេឥឡូវគឺវីដេអូទាំង10ហ្នឹងបាន generate រួចហើយអ្នកគ្នាអាចមើលបាននេះបាទគឺអាហ្នឹងយើងងាយស្រួលក្នុងការធ្វើរឿងណាបាទយើង generate ម្ដងគឺរបៀបជា storyboard តែម្ដងមក album វាហ្មងអូខេយើងឃើញទេបាទអញ្ចឹងយើងអាចធ្វើការ download វាយកទៅប្រើប្រាស់វាឬក៏យកទៅគុំគ្នានៅក្នុងកម្មវិធី CapCut អញ្ចឹងកម្មវិធីដែលយើងប្រើគឺ Flow Music Plus account ធម្មតាគឺធ្វើអត់បានទេ